ថ្ងៃនេះគឺអាត្មាភាពមានវីដេអូមួយនៅក្នុងការចែករំលែកវីដេអូហ្នឹងគឺចែករំលែកតាក់ទងជាមួយនឹងការសេពគប់ហើយយើងដឹងហើយថាការសេពគប់គឺពិតជាសំខាន់ណាស់របស់មនុស្សម្នាក់ហើយបើសិនជាយើងសេពគប់នរណាខុសគឺយើងនឹងដើរផ្លូវខុសបើសេពគប់ត្រូវយើងនឹងដើរផ្លូវត្រូវហើយដូចនៅក្នុងមង្គលសូត្ររបស់ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងដែរថាកិរិយាមិនសេពគប់នៅបុគ្គលពីលមួយកិរិយាសេពគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយមួយកិរិយាបូជាដល់បុគ្គលដែលគួរបូជាមួយទាំង3នេះគឺជាមង្គលដ៏អត់ដល់អ្វីបានជាអាត្មាថាការសេពគប់សំខាន់ពេលយើងមើលជាក់ស្ដែងទៅតាមសង្គមយើងបច្ចុប្បន្នយើងមើលឃើញទៅតាមទស្សនវិជ្ជាជាក់ស្ដែងអញ្ចឹងមែនគឺការសេពគប់បើសិនជាយើងសេពគប់អ្នករៀនយើងคลายទៅជាអ្នករៀនសេពគប់អ្នកដើរលេងយើងនឹងคลายទៅជាអ្នកដើរលេងសេពគប់អ្នកផឹកស៊ីឬក៏ចេះជក់អីយើងក៏คลายទៅជាអ្នកផឹកស៊ីឬក៏ជក់ដែរដូចគេថាបើយើងសាព្រោះនៅពូជណាយើងក៏បាននៅពូជនឹងត្រឡប់មកវិញដែរបើយើងសាព្រោះនៅស្រូវយើងនឹងបានពូជស្រូវសាព្រោះពូជសណ្ដែកយើងនឹងបានសណ្ដែកបើសិនជាយើងសេពគប់នៅបុគ្គលអាក្រក់ឬក៏បាបប្រមិតយើងក៏នឹងខ្លាយទៅជាបុគ្គលអាក្រក់សេពគប់ចោលយើងក៏ខ្លាយទៅជាចោលដែរអញ្ចឹងវីដេអូហ្នឹងគឺអាត្មាចែករំលែកមានតែប៉ុណ្្នឹងឯងហើយបើមានខុសត្រូវយ៉ាងណាសូមអធិស្ឋានផង